នេះបងប្អូននេះក៏ត្រង់សម្រាប់ដាក់ពោះដែរត្រង់នេះមិនមែនដាក់បានតែពោះទេអាចដាក់បានស្កាបានពោះបានអីចឹងទៅបានកដោប្រេងកដោអីក៏ចូលដែរបងប្អូននេះពោះដែលខ្ញុំដាក់មកបានបាញ់មិញដែលប្រាប់ថាបានហើយបានថតវីដេអូហ្នឹងនេះបងប្អូននេះ3ក្បាលណាបាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងឆ្លៀតពេលលំនេពីការងារទៅមើលមងពោះដែលយើងដាក់ចោលព្រៃមុខផ្ទះប្រហែលថ្ងៃបាន3ក្បាលមួយថ្ងៃមួយហើយចាំមើលមានប្រមាណក្បាលទៀតដែលត្រូវជាប់ឥឡូវម៉ោងបាន10ថ្ងៃពោះភាគច្រើនវាចេញ3ពេលព្រលឹមឡើងពេលម៉ោងបាន10 ពី10ថ្ងៃហ្នឹងហើយនឹងពេលល្ងាច4 5បងប្អូនណាដែលអត់ធ្លាប់ដាក់ពោះខ្ញុំប្រាប់ពីរបៀបនៃការរកពោះបើសិនបងប្អូនដាក់មងរកប្រភពទឹកកន្លែងណាដែលមានទឹកមានដងព្រៃរ៉បមាត់ស្រះឬមាត់អូហ្នឹងយើងដាក់ទៅភាគច្រើនអាកាសជាប់បានច្រើនបងប្អូនឥឡូវនេះខ្ញុំបិទសិនចាំទៅដល់ទីតាំងពោះហើយយើងដាក់ហ្នឹងចាំខ្ញុំថតបន្តឲ្យបងប្អូនមើលបាទនេះបងប្អូនទីតាំងទី1ដែលខ្ញុំដាក់មងពោះគឺមានស្រះទឹកប្រភេទនេះលក្ខណៈមានព្រៃរ៉បមាត់ស្រះហើយមានវាស្រែហើយមានភ្លឺស្រែដែលមានព្រៃដុះទ្រុបដូចជាការថតវីដេអូចែកបងប្អូនឲ្យមើលនេះបាទគឺគេដាក់យ៉ាងហ្នឹងអញ្ចឹងពោះពេលដែលស្ងាត់ជាពិសេសខែក្តៅគឺវាចេញវារកមកព្រៃនេះហើយដែលមានទឹកនៅក្បែរព្រៃហ្នឹងគឺវាមកផឹកទឹកហ្នឹងហើយបាទអានេះដល់កន្លែងដែលខ្ញុំដាក់មួយដៃប្រហែលជា10ម៉ែត្រជាងកន្លែងនេះក៏បានមួយហើយបងប្អូនយកបានមួយហើយអញ្ចឹងខ្ញុំអត់ទាន់បានរៀបចំកន្លែងថ្មីឡងថ្មីកន្លែងហ្នឹងយកបានមួយហើយបងប្អូនអញ្ចឹងដូចជាអត់មានឃើញបានទៀតទេមួយអាទិត្យទេអត់ទាន់បានរៀបចំកន្លែងថ្មីដាក់ទៀតនេះកន្លែងណាបាននេះបងប្អូនបាន1គីឡូជាងព្រោះអីម៉ោងយើងកន្លះ4បាទឥឡូវយើងទៅមើលទីតាំងកន្លែងទៀតព្រឹកមិញបានមួយបងប្អូនខ្ញុំយកទៅដាក់នៅក្នុងទ្រុងចាំចុងវីដេអូខ្ញុំនឹងថតពោះដែលខ្ញុំដាក់បានឲ្យបងប្អូនទស្សនាកម្សាន្តឥឡូវយើងទៅមើលមងបន្តទៀតនេះបងប្អូននេះព្រៃនៅមុខផ្ទះរបស់ខ្ញុំបាទនេះហើយតំបន់នេះអត់ទៅមានអ្នកចេះរកទេរបៀបនៃការរកពោះតាមចំណង់ចំណូលចិត្តបងប្អូនខ្លះគេជួយចិត្តដើរជីកបងប្អូនខ្លះតាមតំបន់ផ្សេងគេដាក់លបជាដើមអញ្ចឹងទៅហើយសម្រាប់តំបន់ខ្ញុំនេះគឺខ្ញុំចូលចិត្តដាក់មងឥឡូវពីមុនខ្ញុំដាក់លបដែរតែគេលួចច្រើនពេកបងប្អូនដាក់ទៅដូចគេដឹងមិនថាយើងយកមកដាក់កន្លែងហ្នឹងលួចអស់4 5ហើយបាទអានេះដងអូបងប្អូនដងអូមានព្រៃគ្រប់មាត់អូអញ្ចឹងបាទហត់ដែរប្រហែលជា1 ម៉ែត្រពីផ្ទះនេះកន្លែងនេះយកបានច្រើនក្បាលបងប្អូនជាតំបន់ដែលមានបឡង់ស្អាតល្អញ៉ាចម្រើនបាទឥឡូវទៅមើលទីតាំងទី2បាទចិត្តដល់ហើយតាមអូនេះខែប្រាំងវារីងទឹកខែវស្សាគឺទឹកហូរតាមអូហ្នឹងមានខ្សែទឹកហូរតាមហ្នឹងនៅខែប្រាំងនៅមានស្រះដែលប្រជាពលរដ្ឋគាត់ជីកដើម្បីយកជុកត្រីមកហូបបងប្អូននេះដល់កន្លែងនេះមួយទៀតដែរព្រឹកមិញបានមួយហើយកន្លែងហ្នឹងនេះអត់ទេមានបងប្អូន
chỉ tới tới phong ở mong là bị chọp hết một phần vì đôi chỉ mình nghe được chọp tiết đi vì đôi chỉ mà cái lấy đi miền môi miền phi chẳng thế một phần chẳng là bị chọp bởi giờ lõ nhưng của đồ thì tăng đây nhom chơi được chơi ăn nơi chật te màនេះមកកន្លែងទៀតបងប្អូនអានេះcòn chỉ cao bằng 2 ទេតាមប៉ុន្តែពេលជោគខ្ញុំបានថតធ្វើវីដេអូចែកម្លែកបងប្អូនមើលវាសោកស្ដាយដែរព្រោះអីអត់មានបានគិតថានឹងធ្វើវីដេអូអញ្ចឹងណាបងប្អូនឥឡូវចាប់បានឲ្យយកទូរស័ព្ទមកតាមខ្លួនករណីជាប់អីចឹងទៅយើងថតចែកម្លែកបងប្អូនមើលនេះបងប្អូនយើងដាក់របៀបហ្នឹងបងប្អូននេះទឹកស្រះកន្លែងនេះសមិញបានមួយដែរបងប្អូននេះបាននេះមកកន្លះ4បងប្អូននេះបាទនេះរួចសមិញអត់ដឹងថារួចហើយវាទៅជាប់វិញឬអត់ទេពេលដើរព្រៃសម្រាប់យើងដើររពុះរអីរីមងពុះរអីបងប្អូនគួរតែមានអានេះមួយនឹងខ្លួនល្អបំផុតបាទមើលកន្លែងទៀតកត្រៃនេះអត់ថាប្រយោជន៍ច្រើនក្នុងការពេកប្រឡងពេកអីហើយបែបស្ងប់ស្ងាត់អត់មានណាដឹងថាយើងមកដាក់បែបនេះយើងប្រាប់បងប្អូននេះទីតាំងល្អណាស់បងប្អូនតែពេលខ្ញុំថតវីដេអូឲ្យបងប្អូនមើលនេះដូចអត់មានទេតែយ៉ាប់ជាប់ឯងមើលពេលជាប់ខ្ញុំថតឲ្យបងប្អូនមើលបន្តទៀតព្រោះអីអានេះគ្រាន់តែមកបង្ហាញពីរបៀបនៃការដាក់ពូបងប្អូនបាទនេះមកកន្លែងទៀតបងប្អូនកន្លែងនេះក៏បានជាប់បានដែរបងប្អូនតែហ្នឹងបានអស់អ្នកឃើញមានជាប់ទៀតទេមានទូងមានអីតាមព្រឹកស្រើដែរបងប្អូននេះបាទនេះយើងដាក់ពាក់មុខអត់ទេអត់ជាប់បងប្អូនពេលដែលយើងដាក់ជាប់គឺយើងដឹងលឿនបងប្អូនយើងគ្រាន់តែកលេចឃើញមកយើងអាចសន្និដ្ឋានបាន 90% ទៅ 99% ថាវានឹងមានពុះជាប់បាទតែនេះអត់ទេបងប្អូនព្រោះមិញមកមើលម្ដងហើយបានមួយហើយឥឡូវនៅត្រង់3ដែលខ្ញុំដាក់បានពីទីតាំងហ្នឹងនៅរស់ទាំងអស់យកជន់បលាទៅមើលកន្លែងទៀតអានេះកន្លា5កន្លែងចិត្តគ្នាដែរបងប្អូនព្រោះនេះវាតាមដងអូមិនមានប្រៃស្អីមិនអីជីវិតស្រុកស្រែបែបហ្នឹងបងប្អូនអត់មានអីល្អញ៉ាប់តែគេមិនជួយចិត្តរស់នៅទេនេះទនេពីការងារជាឆ្លៀតរបងប្អូននេះមងពោះខ្ញុំដាក់សម័យនេះកន្លា5បងប្អូននេះអត់តន់ឃើញទេមិនឃើញមានឲ្យ100ទេនៅបាទអស់ហើយប៉ុណ្ណឹងអត់មានពីច្រើនពេលដែលយើងចាប់ដើមដាក់មងពោះដែលខ្ញុំចំណាំមើលពីច្រើនដូចជាមួយអាទិត្យអីពីរថ្ងៃមួយអាទិត្យអីបានវាចេញមកបងប្អូនវាចេញដើរចេញអីចឹងមើលថ្មីអត់បានទេហ្នឹងហើយជាមួយវីដេអូវគ្គក្រោយបើដាក់បានខ្ញុំមកថតបងប្អូនមើលម្ដងទៀតណាអានេះកន្លា5បើសិនជាជាប់ក៏អែមធំហ្មងកុំឲ្យតឹងខ្សែពេកបងប្អូនអញ្ចឹងហើយវាយកកុំឲ្យមានកម្លាំងរត់សាច់ម៉ូយើងដាច់ហ្នឹងបាទអរគុណច្រើនបងប្អូននេះបងប្អូននេះក៏ត្រង់សម្រាប់ដាក់ពោះដែរត្រង់នេះមិនមែនដាក់បានតែពោះទេអាចដាក់បានស្កាបានពោះបានអីចឹងទៅបានកដោប្រេងកដោអីក៏វាចូលដែរបងប្អូននេះពោះដែលខ្ញុំដាក់មកបានបាញ់មិញដែលប្រាប់ថាបានហើយបានថតវីដេអូហ្នឹងនេះបងប្អូន3ក្បាលណាក្បាល2ក្បាលអានេះក៏ទេអានេះបានមកគេច្បក់ឈ្មោះអស់នេះមកកន្លះ4បងប្អូនអាចរត់បាន9គីឡូសិននេះតំបន់ហ្នឹងមានពោះ
4 គីឡូ 4 នេះអាចជាប់ដែរអត់បានធ្វើអីទេទុកប្រោះចោលសិនហើយពូនយោនេះព្រោះកដោបងប្អូនបាទព្រោះកដោព្រោះយើងត្រូវការដាក់លបដែរយើងមានកដោរបស់យើងលុយរបស់យើងស្រាប់បាទសាំងសឿសុទ្ធបងប្អូនបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំ